ដូណាល់ត្រាំពន្យាពន្ធ50%លើអឺរ៉ុបរហូតដល់ថ្ងៃទី9 កក្កដា2025ដែលជំរុញទីផ្សារភាគហ៊ុនអាមេរិកនិងធ្វើឲ្យតម្លៃ Bitcoin ឡើងដល់$19000នៅថ្ងៃទី26 ឧសភា2025នេះយោងតាម Fortune ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានពន្យាពេលផែនការដាក់ពន្ធ50%លើការនាំចូលពីសហភាពអឺរ៉ុបរហូតដល់ថ្ងៃទី9 កក្កដា2025ដើម្បីបន្តការចរចាពាណិជ្ជកម្មព័ត៌មាននេះបានជំរុញឲ្យសន្ទុះភាគហ៊ុនអាមេរិកនិងតម្លៃ Bitcoin ស្ទុះឡើងដល់$19000ខណៈអត្រាប្តូរប្រាក់អឺរ៉ូស្មើនឹង$1.1380នេះបើយោងតាម website forex.com ទោះបីការពន្យាពេលនេះជួយបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាបណ្ដោះអាសន្នក៏វិនិយោគិនត្រូវតែប្រុងប្រយ័ត្នដោយសារបច្ចុប្បន្នមាសកំពុងជាប់គាំងនៅតម្លៃ$3367ក្នុង1អោនទីផ្សារក៏ផ្ដោតលើរបាយការណ៍ប្រាក់ចំណូលរបស់ Nvidia ដែលនឹងប្រកាសនៅថ្ងៃប្រហ័សសប្តាហ៍នេះដែល Fortune ចាត់ទុកថាវាមានសារៈសំខាន់សម្រាប់វិស័យ AI និងទីផ្សារទាំងមូលអ្នកវិភាគ CEPO ព្រមានថាភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មអាចប៉ះពាល់ដល់ទីផ្សារភាគហ៊ុននិងសេដ្ឋកិច្ចពិភពលោកបើសិនជាសង្គ្រាមពាណិជ្ជកម្មកើនឡើង។